Hello ក៏ដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទការឌៀនកាលដែរមកសម្រាប់រឿង One Piece យើងបន្តទៀតហើយដែលជាភាព1146ហើយមុននឹងចូលទៅកាន់សាច់រឿងយើងអ្នកនរគ្នាក៏ពេច like និង subscribe ម្នាក់មួយផងណាដល់សាច់រឿងប្រាណនិភានេះយើងឃើញថា The Nochiru ក៏កំពុងតែបន្តដេញតាមកំចាត់មនុស្សយន្ត Pacific Star ដែលកំពុងតែវិបហាក្រុមទូកកងអមេរិកនឹងនៅតាមជុំវិញកោះ X មិនទាន់អស់នៅឡើយទេហើយចង់និយាយថាមនុស្សយន្ត Pacific Star ដែល Nochiru បានកំចាត់នឹងនិយាយថាច្រើនមែនទែនមកងប់ក៏ដូចភ្នំហើយចំណែកកូនចៅយ៉ាប់ប្រគីនិងយ៉ាដូរីក៏កំពុងតែនៅតាមផ្លូវធ្វើដំណើរទៅកាន់ទូកធំរបស់ពួកគេផងដែរឥឡូវនេះយើងក៏លេងមកកាន់សមរភូមិដែលកំពុងតែក្លាកកដោយហត់អាតេនេះវិញអេ3នេះឲ្យមកខត់ក្រុមអញឲ្យចង់បានអីគេអញចង់វាយគ្នាមិនដែរហ៊ានណត់តែហ៊ានថាហ៊ានឯអត់ថាអត់មើលឆ្លើយមើលអា Frankie ហើយដល់ខ្ញុំបោកបាច់បបិចអបោច្រើនពួកគេក៏បានចូលវាយគ្នាមកទឹកទៅហើយលទ្ធផលនៃការប្រយុទ្ធយើងឃើញថាមេតមរីម្នាក់ហ្នឹងគឺគ្មានផេះជាមួយ Frankie ទេក៏ត្រូវបាន Frankie ហ្នឹងដាក់នឹងខ្ចប់ដីហើយការប្រយុទ្ធគូទី2គឺជាការប្រយុទ្ធរវាងមេតម Olympus ជាមួយនឹង Bonnie ហើយពេលហ្នឹងមិនដឹងថា Olympus គាត់របស់មកអីទេក៏ស្រាប់តែនិយាយថាគាត់នឹងមិនអនុញ្ញាតឲ្យ Bonnie ហ្នឹងយកអាវុធរបស់រដ្ឋាភិបាលដែលជាគូម៉ែហ្នឹងយកទៅណាបានទេចំណែក Bonnie គាត់ទៅលើ Olympus ហៅឪពុកខ្លួនថាជាអាវុធចឹង Bonnie ពិតជាខឹងខ្លាំងមែនតើហើយនៅពេល Bonnie អាចចូលទៅក្បែរ Olympus បាន Bonnie ក៏បានប្រើសមត្ថភាពរបស់គេបំលែងបី Olympus ហ្នឹងឲ្យខ្លាយទៅជាកូនក្មេងប៉ុណ្ណឹងហើយមិនទាន់អស់ចិត្តទេដោយសារតែខឹងរឿង Olympus ហៅឪពុកខ្លួនថាជាមុនហ្នឹង Bonnie ក៏បានធាក់ Olympus មកជើងផាំងឡើងគ្នាចង់បាក់កយគ្នាហើយចំពោះកងអមរិនដែលសល់ម្នាក់ចុងក្រោយហ្នឹងអាឡាក៏បានប្រើក្បាច់របស់គេដែលមានឈ្មោះថា Atramathi ផាញ់ដាក់ម្ដាយដល់ប៉ាំងផងដែរហើយសារយើងក៏លេងមកកាន់ខាង Edermas អានេះវិញដែលពេលនេះ Edermas ក៏បានរំដោះយកចេញពីចំណងបានហើយចំណែកយកនៅពេលដែលដឹងថាបើសិនយ៉ាងធំនេះគឺជា Edermas ហ្នឹងគេក៏លេងភ័យខ្លាចដែរហើយ Edermas ក៏បានសួរទៅកាន់យកថាយកហ្នឹងដឹងពីទីកន្លែងដែល Dr. Vegapunk ហ្នឹងបានចាប់ផ្សាយ podcast របស់គាត់មុនគាត់ស្លាប់ឬអត់ដោយសារតែយកហ្នឹងក៏ជា Dr. Clone Vegapunk ម្នាក់ដែរជាងយកហ្នឹងប្រហែលដឹងរឿងហ្នឹងចឹងឥឡូវនេះ admin សូមរំលឹកទៅកាន់សាច់រឿងភាពមុនបន្តិចនិយាយទៅនៅពេលដែល Kizaru បានចាប់ផ្នែកជីវិតរបស់ Dr. Vegapunk ហ្នឹងក៏ស្រាប់តែមានคลิปវីដេអូមួយរបស់ Dr. Vegapunk ហ្នឹងបានលេចឡើងហើយคลิปវីដេអូហ្នឹងគឺកំពុងតែប្រុងប្រៀបនឹងចាក់ផ្សាយពេញពិភពលោកហ្នឹងក្នុងរយៈពេល10នាទីទៀតចំណែកឯក្រុមខាងរដ្ឋាភិបាលគឺមិនចង់វីដេអូហ្នឹងគឺចាក់ផ្សាយចេញនោះទេតែពួកគេហ្នឹងមានបំណងចង់កំទេចប្រភពកន្លែងដែលចាក់ផ្សាយហ្នឹងចេញចោលតែម្ដងហើយពួកគេសង្ស័យថាទីកន្លែងដែលវីដេអូ Dr. Vegapunk ចាក់ផ្សាយចេញទៅហ្នឹងគឺវាចេញពីប្រភពមកពីកន្លែងណាមួយមកពីកោះ X ហ្នឹងមិនខានទេឥឡូវនេះយើងត្រឡប់មកកាន់សាច់រឿងយើងនេះវិញនៅពេលនេះយកក៏បាននាំ Edermas ហ្នឹងមកកន្លែងមួយដែលគេសង្ស័យថាគឺជាប្រភពកន្លែងដែលចាក់ផ្សាយ podcast របស់ Dr. Vegapunk នឹងឯងហើយ Edermas ក៏ដឹងថាជាកន្លែងហ្នឹងភ្លាមចុះអើយ Edermas ក៏បានផ្លុំភ្លើងកំទេចកន្លែងហ្នឹងយកតែម្ដងតែគួរសោកស្ដាយណាស់ទោះបីជា Edermas ខំកំទេចកន្លែងហ្នឹងចោលក៏ដោយក៏ podcast របស់ Dr. Vegapunk ហ្នឹងនៅបន្តធម្មតាដែរចឹងច្បាស់ណាស់គឺមានន័យថាពួកគេហ្នឹងកំទេចខុសកន្លែងហ្នឹងឯងហើយបន្ទាប់ពីបានគិតមួយសន្ទុះយកក៏នៅឃើញថាគឺវាអាចនឹងមានកន្លែងមួយផ្សេងទៀតដែលជាកន្លែង Dr. Vegapunk ហ្នឹងចាក់ផ្សាយ podcast ហើយពួកគេក៏ចាប់ផ្ដើមធ្វើដំណើរទៅទីកន្លែងហ្នឹងមួយទៀតទៅស្របពេលជាមួយគ្នានឹងដែរនៅខាងក្រុម Nami យ៉ាងនេះវិញដោយសារតែពេលនេះរនាងការពីរមែនពិសោធន៍បានព័ទ្ធជុំចិត្តខាងលើកោះ X អស់ហើយអញ្ចឹងឥឡូវនេះពួកគេមិនអាចធ្វើដំណើរពីជាន់ខាងលើនៃកោះ X ទៅជាន់ខាងក្រោមវិញបានទេហើយរនាងការពីនេះត្រូវបានគ្រប់គ្រងចេញពីប្រព័ន្ធបន្ទប់ control room តែមុនហ្នឹងដោយសារតែប្រព័ន្ធបន្ទប់ control room បានរងការវិបហាវាក៏បានបង្កឲ្យប្រព័ន្ធបន្ទប់ control room ហ្នឹងគឺបានខូចខាតនិងមិនអាចចូលទៅគ្រប់គ្រងបន្តទៀតបានទេស្របពេលជាមួយគ្នានឹងដែរ Edison ក៏បាននឹកឃើញពីវិធីដើម្បីជួយពួកគេនឹងចាស់ចេញពីទីហ្នឹងហើយមិនហ្មងយូរ Edison ក៏បានបញ្ជាម៉ាស៊ីននៅលើខ្នងរបស់គេនឹងបានហោះយ៉ាងលឿនសម្រាប់ទៅកាន់រនាងការពីគ្រាន់តែឃើញយ៉ាងភ្លាម Lilith ក៏បានដឹងពេលថា Edison ហ្នឹងគឺកំពុងតែចង់ធ្វើអ្វីហើយ Lilith ក៏បានខំប្រឹងហោះយ៉ាងលឿនទៅតាមបញ្ឈប់ Edison តែគួរឲ្យសោកស្ដាយណាស់នាងមិនអាចហោះទៅតាមទាន់ Edison នោះឡើយចំណែកសារយើងក៏កាន់មកកាន់ Luffy និងមេតបយ៉ាទាំងពីរអានេះវិញមកដល់មកនេះទៅហើយពួកគេពុំទាន់អាចធ្វើដំណើរចាស់ចេញទៅកាន់ទូក្រុមយ៉ានៅឡើយទេនាងក៏ដោយសារតែ Eder ជួប Peter ដែលក្នុងរូបរាងជាជនលេតយ៉ាងកំពុងតែបញ្ចេញរិនយ៉ាងខ្លាំងស្រោមទាញពួកគេមិនអាចធ្វើដំណើរទៅមុខបានតែទោះបីជាបែបនេះក៏ដោយក៏វាមិនមែនជាបញ្ហារបស់ Luffy ដែរហើយ Luffy ក៏បានប្រើខ្លួនកៅស៊ូរបស់គេបាត់ខ្លួនឯងទៅកាន់អគារមួយហើយ Luffy ក៏បានប្រើជើងរបស់គេតបបំបាយអគារនោះជា2ហើយជាចុងក្រោយ Luffy ក៏បានលើកអគារនោះឡើងនិងបានកវាញ់អគារនោះធ្វើជាកាដូគប់ចូលទៅក្នុងមាត់ Eder ជួប Peter ហ្នឹងហើយលទ្ធផលប្រកែកហាមាត់ធំពេកដល់ក្រោយក៏ប្រកែកហាមាត់ពេកយ៉ាងហ្នឹងនៅស្របពេលជាមួយគ្នានឹងដែរ Luffy យើងក៏អស់ថាមពល Haki ពីក្នុងខ្លួនដែរហើយយើងនឹងស្រាប់ហើយបើសិនជាចង់ឲ្យ Luffy នឹងមានថាមពល Haki មកវិញគឺមានតែវិធីតែមួយឯងគឺហូបជាសំណាងល្អណាស់ដែលយកប្រគិននៅសល់សាច់ឆ្នាមដែលគេបំរុងតូននឹងម្ដងប៉ុន្តែថាសាច់ឆ្នាមនេះមានក្លិនមិនសូវល្អប្រហែលសោះតែគ្មានជំរឿទេម្ដងនេះទោះបីជា Luffy មិនចង់ក៏ត្រូវតែហូបដែរដោយសារតែអស់ជំរឿដើម្បីខ្ញុំមិនស៊ីទេតែពិតជាអភិនិហានណាប្រហែលជាត្រីឆ្នាមនេះធ្លាប់ស៊ីទាហានថៃមើលទៅពេលហ្នឹងគ្រាន់តែ Luffy ញ៉ាំសាច់ត្រីឆ្នាមនឹងមួយម៉ាក់សោះក៏បានធ្វើឲ្យ Luffy នឹងមានកម្លាំងវិញនឹងព្រឹសហ្មងតែរឿងនេះវាមិនទាន់ចាប់ត្រឹមប៉ុណ្្នឹងទេដោយសារតែឥឡូវនេះ Eder Mercury ក៏កំពុងតែដេញតាមពួកគេនៅពីក្រោយដែរតែមិនមែនជាបញ្ហាទេដោយសារតែ Luffy នឹងមាន Haki វិញហើយ Luffy ក៏បានបដូរទម្រង់ខ្លួនឯងទៅជាគីទី3បន្ទាប់
មកក៏បានបញ្ចុះអាម៉ូមែនហាគីចូលទៅក្នុងកណ្ដាប់ដៃហើយជាចុងក្រោយក៏បានប្រើកណ្ដាប់ដៃ Red Rock លីងទៅលើ Eda Valkyrie មួយទំហំមនុស្សចាស់ដើម្បីផ្កាភ្លើងព្រាតហ្មងពេលឃើញបែបនេះយ៉ាដូរីនិងយ៉ាប្រូគីគិតថាពួកគេនឹងបានឈ្នះហើយណាតែគួរឲ្យខ្មាស់គេណាមួយដៃរបស់ Luffy មិនត្រឹមតែធ្វើឲ្យ Eda Valkyrie នឹងបង្កើតអីទេបើនិយាយធ្វើឲ្យដៃខ្លួនឯងនឹងឆេះទៅវិញហើយដល់ឃើញស្ថានភាពមិនសូវស្រួលយ៉ាដូរីនិងយ៉ាប្រូគីក៏ប្រញាប់ញែនាំ Luffy ចាក់ចេញពីទីនឹងទៅកលែងមកកាន់លីលីយើងអានេះវិញគេក៏ពុទ្ធតែយំស្ដាយសំណោះអ៊ីឌីសានមិនទាន់បានដល់ឡើយទេហើយមូលហេតុដែលអ៊ីឌីសានលោចូលទៅក្នុងរនាំងការពារដូមែនមុនហ្នឹងគឺដើម្បីកុំឲ្យរនាំងការពារហ្នឹងវាដំណើរការបន្តទៀតនឹងឯងខណៈពេលហ្នឹងដែរឧស្សាហ៍ឆាប់ភ័យនៅណាមីពួកគេមានអារម្មណ៍ដឹងថាគឺកំពុងតែមានវត្ថុអីម្យ៉ាងទេកំពុងតែធ្វើដំណើរមករកពួកគេហើយតាមពិតទៅមិនមែនជាអ្នកគេឆ្ងាយទេគឺយើងធ្លាប់ស្គាល់រួចហើយគឺយតាពីពីងសាធើនឹងឯងអីជុកយើងក្រៅពីគេហ្នឹងធប់ម៉េចឥឡូវនេះសាយរឿងយើងក៏លេងមកកាន់ខាងក្រុមគ្នារបស់បូនីយើងអានេះវិញនៅពេលដែលពួកគេបានដាក់អេមរ៉នដែលជាមេតបទាំង3ឲ្យខ្ចប់ដីងើបលេងរួចអស់ហើយពួកគេក៏មានបំណងធ្វើដំណើរទៅលើទូក្រុមយ៉ាក់ចឹងតែពេលហ្នឹងពិតជាសួយខ្លាំងណាស់ក៏ស្រាប់តែ Eden Uchiru នោះមកតាមពួកគេតាន់មិនត្រឹមតែប៉ុណ្ណោះ Eden Uchiru ក៏បានវិវហាគ្នារបស់ Bonnie នឹងឲ្យរបួសដេកម្នាក់ទៀតឃើញបែបនេះ Bonnie Frankie និង Atlas ពិតជាខឹងទៅនឹង Eden Uchiru ខ្លាំងមែនតើហើយបើមើលតាមស្ថានភាពទៅ Eden Uchiru មកម្ដងនេះគឺមកដើម្បីចាត់ការ Bonnie យើងចោលនឹងឯងព្រោះថាបើ Bonnie ស្រាំនោះមនុស្សយន្ត Pacifist Star ទាំងអស់នឹងលែងធ្វើការវិវហាទៅលើក្រុមកងបរិញ្ញាទៀតហើយវានឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Eden ទាំង5វិញម្ដងហើយសាយរឿងយើងក៏លេងមកកាន់ខាង Ederman ដែលកំពុងតែស្ថិតនៅក្នុងរាងកាយជាមនុស្សនេះវិញពេលនេះ Ederman បានរកឃើញពីទីកន្លែងសម្ងាត់ដែលជាប្រភពយ៉ាផ្សាយ podcast របស់ Dr. Vegapunk ហើយអ្វីដែលយើងគួរតែដឹងមួយទៀតហ្នឹងគឺត្រង់ថា podcast របស់ Dr. Vegapunk ហ្នឹងគឺនៅសល់តែមួយនាទីទៀតប៉ុណ្ណោះនឹងត្រូវបានចាប់ផ្សាយពីពិភពលោកណាហើយយើងចាំមើលនៅភាគក្រោយមើលថា podcast របស់ Dr. Vegapunk ហ្នឹងគឺអាចចាប់ផ្សាយបានអត់ទេដោយសារឥឡូវនេះទីតាំងប្រភពចាប់ផ្សាយ podcast របស់ Dr. Vegapunk ហ្នឹងគឺត្រូវបាន Ederman គឺដឹងបាត់ទៅហើយអូខេអ្នកនរគ្នារឿង One Piece 1146ត្រូវបានបញ្ចប់ប៉ុណ្ណឹងសិនហើយយើងជួបគ្នាម្ដងទៀតនៅ Piece 1147 See you